ជំរាបសួរអ្នកខ្ញុំឈ្មោះសុខជិលសាវីជាសិស្សឆ្នាំទី5មកពីសាលារៀនបណ្ឌិតបញ្ញាសាខាទី1ប្រៃសណថ្ងៃនេះជាថ្ងៃទី11ខែមីនាចូលទីថ្ងៃគម្រប់ខួបទិវាជាតិអំណាចដូច្នេះនាងខ្ញុំធ្វើការរៀបរាប់ត្រួតតាក់ទងនឹងប្រវត្តិទិវាជាតិអំណាចដើម្បីឲ្យបងប្អូននិងមិត្តៗទាំងអស់គ្នាបានជ្រាបទិវាជាតិអំណាចត្រូវបានកំណត់យកថ្ងៃទី11ខែមីនាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2016មកដើម្បីរំលឹកដល់ថ្ងៃប្រសូតរបស់សម្ដេចព្រះសូរមេធាធិបតីជូណាតចូលតញ្ញាណា11មីនា1883ទិវានេះបង្កើតឡើងដើម្បីបណ្ដុះទម្លាប់អានចាប់ពីថ្នាក់មត្តេយ្យសិក្សាជំរុញការអានដល់សាធារណជនជំរុញវប្បធម៌អាននិងលើកកម្ពស់សមត្ថភាពអានតែនិពន្ធព្រមទាំងការពារអក្សរសាស្ត្រជាតិក្នុងបរិបទនៃយុគសម័យសកលភាវូបនីយកម្មបណ្ដាប្រទេសជាច្រើនលើសកលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអានដែលបង្កើតទិវាជាតិអំណាចឬសៀវភៅពិភពលោកដើម្បីជំរុញឲ្យប្រជាពលរដ្ឋរបស់ពួកគេមានទម្លាប់អានពេញមួយជីវិតដូចគ្នានេះដែរនៅក្នុងបណ្ដាប្រទេសអាស៊ានក៏បានប្រារព្ធទិវាជាតិអំណាចនេះជារៀងរាល់ឆ្នាំដែលសារប្រទេសកម្ពុជាទទួលរងនូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំធ្វើឲ្យការសិក្សាអប់រំមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ជាពិសេសវប្បធម៌អានក៏មានការធ្លាក់ចុះផងដែរទើបតែនៅសម័យក្រោយៗមកនេះបន្ទាប់ពីកម្ពុជាបានរំដោះខ្លួនចេញពីរបបកម្ពុជាប្រជាធិបតេយ្យវិស័យសិក្សាក៏ត្រូវបានស្ដារឡើងវិញទិវាជាតិអំណាចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំនិងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណទៅដល់បងប្អូននិងមិត្តៗទាំងអស់គ្នាដែលបានស្ដាប់ការរៀបរាប់របស់នាងខ្ញុំសូមអរគុណ